មនុស្សយើងពេលខ្លះយើងខ្វាយខ្វល់ពីអ្នកដទៃជាជាងខ្វាយខ្វល់ពីខ្លួនឯងយើងគិតថាអ្នកដទៃប្រហែលជាគេខ្វាយខ្វល់ពីយើងដូចតែយើងខ្វាយខ្វល់ពីខ្លួនឯងចឹងប៉ុន្តែជាក់ស្ដែងអ្នកដទៃគេមានរឿងដែលគេត្រូវដោះស្រាយដូចគ្នាគេអត់មានពេលមកខ្វល់ខ្វាយលើយើងខ្លាំងដល់ថ្នាក់ហ្នឹងទេហើយបើទោះបីជាគេមានពេលវេលានៅក្នុងការខ្វល់ខ្វាយពីជីវិតយើងដល់ថ្នាក់ហ្នឹង so what people are gonna judge anyway so just do it អរគុណ OVL មែនតើជាដំបូងដែលធ្វើឲ្យក្តីសម័យរបស់ខ្ញុំខ្លាយជាការពិតតើយើងពិតជាមានសក្តានុពលមែនអត់ Am I really potential សំណួរនេះខ្ញុំមិនត្រឹមតែសួរខ្លួនឯងទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរទៅកាន់ខ្លួនឯងដែរយើងពិតជាមានសក្តានុពលមែនអត់ហើយជឿថាទាំងអស់គ្នាផ្លាយជាធ្លាប់សួរសំណួរនឹងទៅកាន់ខ្លួនឯងដែរអញ្ចឹងនៅក្នុងការធ្វើបទបង្ហាញរយៈពេល10នាទីនេះយើងនឹងព្យាយាមដើរទៅជាមួយគ្នាដើម្បីស្វែងរកចម្លើយទាំងអស់គ្នាសំណួរនេះខ្ញុំចាំបានថាខ្ញុំសួរខ្លួនឯងច្រើនជាងគេកាលពីរយៈពេលខ្ទង់6ទៅ7ឆ្នាំមុនជាពេលវេលាដែលជីវិតខ្ញុំនឹងវាដើរដល់របត់មួយដែលផ្លាស់ប្ដូរសឹងថា180ដឺក្រេដោយសារតែខ្ញុំបានចោលការងារជាគ្រូគឺជាការងារដែលនឹងថឹង stable ហើយមកជ្រើសរើសរៀនជំនាញថ្មីមួយទៀតដល់ចាប់ឆ្នាំទី1ទៅហើយត្រូវចំណាយពេលរៀនដល់ទៅ4ឆ្នាំហើយបញ្ចប់ពី4ឆ្នាំហ្នឹងទៅយើងត្រូវប្រកាសថាយើងត្រូវស្វែងរកការងារធ្វើបន្តទៀតអញ្ចឹងពេលហ្នឹងក៏ពិតសម្រាប់ខ្ញុំដឹងថាខ្លួនឯងស្រឡាញ់អីហើយខ្ញុំដឹងថាជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នេះគឺជាជំនាញដែលខ្ញុំចូលចិត្តហើយក៏ប៉ុន្តែសង្គមបរិបត្តិជុំវិញខ្លួនខ្ញុំពេលហ្នឹងគឺធ្វើឲ្យខ្ញុំសង្ស័យចំពោះសមត្ថភាពខ្លួនឯងទាំងគ្រួសារទាំងអ្នកស្គាល់គ្នាទាំងមិត្តភ័ក្តិអីទាំងអស់គឺពួកគាត់អត់គ្រប់គ្រងការសម្រេចចិត្តរបស់ខ្ញុំទេហើយខ្ញុំយល់ថាបំណងគាត់ល្អហើយព្រោះដោយសារតែការងារជាគ្រូគឺជាការងារថ្លៃថ្នូរគឺជាការងារដែលមិនងាយនឹងបាននេះអញ្ចឹងបើសិនបើយើងបានហើយនៅក្នុងអាយុដែលក្មេងទៀតព្រោះកាលហ្នឹងខ្ញុំទៅតែ9 10ហើយខ្ញុំបានការងារជាគ្រូមានក្របខ័ណ្ឌអញ្ចឹងវាពិតជាសម្រាប់អ្នកផ្សេងដែលគេមើលមកយើងគឺពិតជាភាពជោគជ័យមួយធំមែនទែន at a very young age អញ្ចឹងដឹងហើយដោយសារតែការអត់គ្រប់គ្រងពីអ្នកជុំវិញខ្លួនហ្នឹងហើយដែលធ្វើឲ្យខ្ញុំក៏សង្ស័យចំពោះខ្លួនឯងដែរខ្ញុំបានសួរសំណួរជាច្រើនមកខ្លួនឯងថាតែខ្ញុំពិតជាមានសមត្ថភាពមែនអត់ចុះបើសិនបើរយៈពេល3 4ឆ្នាំដែលខ្ញុំចំណាយពេលនៅក្នុងការបង្រៀននេះខ្ញុំខានបានរៀនសូត្រជំនាញរបស់ខ្ញុំសមត្ថភាពរបស់ខ្ញុំក៏ខានបានអភិវឌ្ឍយូរអញ្ចឹងតែខ្ញុំអាចនៅក្នុងការប្រកួតប្រជែងជាមួយក្មេងៗអត់ព្រោះខ្ញុំដឹងថាខ្ញុំមករៀនជំនាញនេះខ្ញុំច្បាស់ជាត្រូវប្រកួតប្រជែងជាមួយក្មេងៗដែលទៅចប់បាក់ឌុបហើយអញ្ចឹងតើអីទៅជាសក្តានុពលសម្រាប់ខ្ញុំសក្តានុពលការចេញពីរបស់3យ៉ាងទី1សមត្ថភាពទី2មានការខិតខំប្រឹងប្រែងហើយនិងទី3រស់នៅក្នុងបរិស្ថានដែលអំណោយផលសម្រាប់ការរស់នៅសម្រាប់ការរីកចម្រើនរបស់យើងអញ្ចឹងខ្ញុំសូមលើកជាឧទាហរណ៍មួយចុះដើម្បីទាំងអស់គ្នាស្រួលយល់ហើយសូមចាំឧទាហរណ៍នេះទុកប្រហែលជាខ្ញុំនឹងអាចប្រើនៅក្នុង slide បន្តទៀតឧទាហរណ៍ថាសក្តានុពលប្រៀបបានទៅនឹងគ្រាប់ពូជមួយដែលគ្រាប់ពូជនេះដើម្បីអាចរីកចម្រើនលូតលាស់បានត្រូវការមានរឿង3សំខាន់ទី1គឺត្រូវមានដីដែលមានជីជាតិល្អទី2ត្រូវមានការស្រោចទឹកជាប្រចាំហើយនិងទី3ត្រូវរស់នៅកន្លែងដែលត្រូវពន្លឺអញ្ចឹងដូចគ្នាដីដែលមានជីជាតិល្អគឺប្រៀបបានទៅនឹងសមត្ថភាពរបស់យើងម្នាក់ហើយសមត្ថភាពមែនតើគឺយើងអាចបដិបដាលបានអាចកសាងបានទេមានសមត្ថភាពហើយត្រូវតែបន្តការរៀនសូត្រមិនយើងបកកែហើយយើងលែងរៀនសូត្រទេយើងត្រូវតែបន្តសម្រួចចំណេះដឹងជំនាញរបស់យើងនឹងជាប្រចាំចំណុចចុងក្រោយគេដែលខ្ញុំគិតថាសំខាន់ដែរដុះនៅលើដីល្អហើយស្រោចទឹកជាប្រចាំហើយតែត្រូវតែរស់នៅក្នុងបរិស្ថានដែលមានពន្លឺគ្រប់គ្រាន់នៅក្នុងបរិស្ថានដែលអំណោយផលសម្រាប់ការរីកចម្រើនលូតលាស់របស់យើងអូខេឥឡូវយើងដឹងហើយថាដើម្បីមានសក្តានុពលគឺត្រូវការរឿង3នេះប៉ុន្តែធ្វើម៉េចដឹងថាសក្តានុពលរបស់យើងវានៅត្រង់ចំណុចណាធ្វើម៉េចយើងដឹងថាសមត្ថភាពរបស់យើងនេះវាប្រកែត្រង់ណាវាខ្លាំងត្រង់ចំណុចណាសម្រាប់ខ្ញុំដើម្បីដឹងថាសមត្ថភាពខ្លួនឯងប្រកែត្រង់ណាដងខ្លួនឯងកន្លែងណាជំនាញនៅកន្លែងណាតើតែយើងធ្វើរឿងច្រើនប្រភេទខ្ញុំសម្រាប់ខ្ញុំហ្មងជាប់ឈ្មោះជានារីពហុជំនាញហើយខ្ញុំទៅកន្លែងណាឃើញមុខខ្ញុំគ្រប់កន្លែងគ្រប់វិស័យខ្ញុំគ្រាន់តែលើកមកការងារចំនួន3ទេដែលខ្ញុំធ្វើនៅមានការងារផ្សេងៗទៀតដែលខ្ញុំធ្វើកំឡុងពេលដែលខ្ញុំធ្វើការងារទាំងអស់នេះមិនត្រឹមតែខ្ញុំបានសាកល្បងរឿងថ្មីទេតែទន្ទឹមនឹងហ្នឹងខ្ញុំបានព្យាយាមស្វែងយល់ពីខ្លួនឯងថាតើពីការងារនីមួយៗទៅសមត្ថភាពរបស់ខ្ញុំវាមានកម្រិតណាសម្រាប់ខ្ញុំការងារទាំង3នេះគឺខ្ញុំធ្វើបានទាំងអស់គ្រាន់តែថាការងារខ្លះមានសមត្ថភាពធ្វើតែអត់សប្បាយចិត្តនឹងធ្វើអញ្ចឹងដល់ពេលមួយហ្នឹងដែលយើងចាប់ផ្ដើមសម្រាប់ហើយនៅពេលដែលយើងមានបានធ្វើការងារច្រើនគឺស្មើនឹងយើងបង្កើតជំរឿឲ្យខ្លួនឯងហើយនៅពេលដែលយើងមានជំរឿងាយស្រួលនៅក្នុងការមានអំណះអំណាងប្រៀបធៀបគ្នាដើម្បីជ្រើសរើសថាជំនាញណាដែលល្អសម្រាប់យើងហើយយើងធ្វើឲ្យសប្បាយចិត្តអូខេឥឡូវយើងដឹងហើយថាសក្តានុពលការចេញពីអីហើយធ្វើម៉េចដើម្បីទៅរកអីដែលខ្លួនឯងស្រឡាញ់គឺត្រូវសាកល្បងឲ្យបានច្រើនប៉ុន្តែទាំងអស់គ្នាក៏ត្រូវដឹងដែរថាតើរឿងអីដែលអាចបំបិទសក្តានុពលរបស់យើងបានខ្ញុំអត់សំដៅលើកត្តាខាងក្រៅទេ
ខ្ញុំសំដៅលើកត្តាខាងក្នុងខ្លួនយើងព្រោះមែនតើយើងអត់អាចទៅគ្រប់គ្រងអ្នកដទៃអត់អាចទៅហាមអ្នកដទៃអត់ឲ្យនិយាយអាក្រក់ពីយើងឬក៏ធ្វើបាបយើងបានទេប៉ុន្តែយើងអាចគ្រប់គ្រងការគិតរបស់យើងអេរីយ៉ាប័តរបស់យើងបានអញ្ចឹងរឿងទី1ដែលខ្ញុំគិតថាវារារាំងមកដល់ការអភិវឌ្ឍរបស់យើងការលូតលាស់របស់យើងការដែលយើងមានអារម្មណ៍ថាភ័យខ្លាចត្រូវបានគេរិះគន់នៅពេលដែលយើងចាប់ដើមធ្វើអីមួយមានរឿងជាច្រើនណាស់ដែលយើងចង់ធ្វើខ្ញុំជឿអញ្ចឹងហ្មងប៉ុន្តែអាការភ័យខ្លាចថាអូយតិចគេរិះគន់ទៅតិចធ្វើទៅគេថារឿងនឹងអត់តំណងទេរឿងនឹងធ្វើទៅអត់ល្អទេខ្ញុំសូមលើកឧទាហរណ៍មួយទាំងអស់គ្នាស្គាល់នារីជឿនលឿនអត់អូខេអញ្ចឹងបងក្លារ៉ាដែលមានវត្តមាននៅទីនេះគាត់ជាអតីតមេរបស់ខ្ញុំមុននឹងខ្ញុំចាប់ដើមធ្វើនារីជឿនលឿនខ្ញុំគិតច្រើនណាស់ជាពិសេសខ្ញុំខ្លាចគេថាខ្ញុំជាបុគ្គលិកដែលអែបអបមួយមេព្រោះដោយសារគាត់ជាមេយើងអញ្ចឹងនៅពេលដែលយើងធ្វើអីជាមួយគាត់ជាពិសេសបុគ្គលិកគ្នាឯងច្បាស់ជាមើលមកថាយើងអែបអបជាមួយមេហើយប៉ុន្តែវាជារឿងល្អដែរដែលការនោះខ្ញុំអត់បានឲ្យអាភាពភ័យខ្លាចដែលត្រូវគេរិះគន់នឹងមករារាំងដំណើររបស់ខ្ញុំអញ្ចឹងខ្ញុំជំនះអស់ហ្នឹងហើយក៏បានចាប់ដើមនារីជឿនលឿនចាប់តាំងពីប្រហែលជាមួយឆ្នាំមុនហើយមនុស្សយើងពេលខ្លះយើងខ្វាយខ្វល់ពីអ្នកដទៃជាជាងខ្វាយខ្វល់ពីខ្លួនឯងយើងគិតថាអ្នកដទៃប្រហែលជាគេខ្វាយខ្វល់ពីយើងដូចដែលយើងខ្វាយខ្វល់ពីខ្លួនឯងអញ្ចឹងប៉ុន្តែជាក់ស្ដែងអ្នកដទៃគេមានរឿងដែលគេត្រូវដោះស្រាយដូចគ្នាគេអត់មានពេលមកខ្វល់ខ្វាយលើយើងខ្លាំងដល់ថ្នាក់ហ្នឹងទេហើយបើទោះបីជាគេមានពេលវេលានៅក្នុងការខ្វល់ខ្វាយពីជីវិតយើងដល់ថ្នាក់ហ្នឹង so what people are gonna judge anyway so just do it ចំណុចទី2ដែលខ្ញុំគិតថាវាទៅរារាំងដល់ការលូតលាស់របស់យើងដែរការប្រៀបធៀបចំណុចនេះអារម្មណ៍នេះខ្ញុំជួបច្បាស់ជាងគេហ្មងព្រោះដោយសារតែពេលដែលខ្ញុំឈប់បរៀនគឺខ្ញុំចាយពេលអស់3ឆ្នាំបាត់ហើយអញ្ចឹងនៅពេលដែលខ្ញុំមកចាប់ដើមរៀនជំនាញថ្មីមកវិញមិត្តភ័ក្តិរបស់ខ្ញុំជាច្រើនគេកំពុងតែរៀបនឹងបញ្ចប់ថ្នាក់បញ្ញាបត្ររបស់គេហើយ4ឆ្នាំក្រោយមកបន្ទាប់ពីខ្ញុំចប់ជំនាញសារព័ត៌មានរបស់ខ្ញុំហ្នឹងមិត្តភ័ក្តិជាច្រើនគេបានមានការងារធ្វើអ្នកខ្លះគេមានគ្រួសារអ្នកខ្លះមានកូនអ្នកខ្លះគេសល់លុយបង្កើតមុខរបរដើរលេងនៅក្រៅបានទៀតតែសួរថាបើសិនជាយើងប្រៀបធៀបតើវាធ្វើឲ្យជីវិតយើងល្អប្រសើរអត់ត្រូវដឹងថាដំណើរជីវិតរបស់យើងម្នាក់វាអត់ដូចគ្នាទេទោះបីយើងធំធាត់នៅក្នុងបរិបទជាមួយគ្នាមែនអាយុប្រហាក់ប្រហែលគ្នាមែនទទួលបានការអប់រំដូចគ្នាមែនប៉ុន្តែគោលដៅយើងខុសគ្នាហ្នឹងហេតុអីបានត្រូវឲ្យអ្នកដតីមកមានផ្លូវដើរដូចយើងដែរហេតុអីបានត្រូវឲ្យផ្លូវរបស់យើងដែលយើងត្រូវអនាគតរបស់យើងនេះត្រូវដូចអនាគតរបស់អ្នកដតី so it's okay your path doesn't have to be the same like everyone else ចំណុចទី3ដែលខ្ញុំគិតថារារាំងមកដល់ការអភិវឌ្ឍរបស់យើងដែររារាំងនៅក្នុងការបញ្ចេញសក្តានុពលរបស់យើងដែរគឺការដែលយើងងប់ងល់ទៅលើរឿងអីមួយខ្លាំងពេកហើយខ្ញុំសូមលើករករឿងតែមួយទេដែលខ្ញុំគិតថាគ្រប់គ្នានៅទីនេះអាចនឹង relate បានច្រើនជាងគេគឺការងប់ងល់ទៅលើរឿងស្នេហាតោះនេះត្រូវដឹងថាអាយុ18 19 20ស្ដើងនេះជាវ័យដែលឱកាសជាច្រើនហុចមកឲ្យយើងសឹងថាយើងមិនបាច់ប្រឹងឱកាសហ្នឹងគឺធ្លាក់មកឲ្យយើងហ្មងតែយើងសម័យថាកំឡុងពេលឱកាសពងធ្លាក់មកឲ្យយើងហើយយើងកន្លែងតែផ្ដោតការចាប់អារម្មណ៍របស់យើងអតិភិបរបស់យើងទៅលើរឿងស្នេហាតែយើងមានពេលណាមកចាប់ឱកាសយើងហើយឱកាសហ្នឹងមកអត់ច្រើនទេខ្ញុំហ៊ាននិយាយថាតែក្នុងចន្លោះអាយុ20ហ្នឹងឯងដែលយើងមានឱកាសច្រើនចាប់ពីហ្នឹងទៅពលឺរបស់យើងចាប់ដើមខ្សោយហើយអញ្ចឹងមិនអត់ឲ្យអ្នកទាំងអស់គ្នាមានស្នេហាមានបានប៉ុន្តែសូមឲ្យអាយុដែលយើងត្រូវលូតលាស់ហ្នឹងអនុញ្ញាតឲ្យខ្លួនឯងលូតលាស់ស្នេហាក៏មានដែរព្រោះអារម្មណ៍ដែលមានស្នេហាវាមិនមែនមានតែភីងវាមិនមែនមានតែរឿង sweet ណាព្រោះខ្ញុំក៏ជាអ្នកដែលធ្លាប់ឆ្លងកាត់អាហ្នឹងដែរបាទខ្ញុំយករឿងហ្នឹងមកប្រាប់អ្នកទាំងអស់គ្នាមានអារម្មណ៍ខូចចិត្តមានអារម្មណ៍ងក់ងគ្នាស្នេហាក្មេងៗដឹងហីចុះទាំងអស់គ្នាសម័យមើលថាបើសិនជាយើងកំពុងតែមានអារម្មណ៍ទាំងអស់ហ្នឹងតើយើងមានចិត្តឯណាមានអារម្មណ៍ឯណាទៅធ្វើរឿងផ្សេងទៀតមានអារម្មណ៍ណានៅក្នុងការសិក្សាឃើញអត់ឥឡូវសួរថាបើសិនឆ្លុះគ្នាមួយសង្សារមានអារម្មណ៍មើលមេរៀនអត់អូខេអញ្ចឹងជារួមនៅក្នុងចំណុចនេះខ្ញុំចង់ប្រាប់ថាស្នេហាមានបានតែសូមកុំឲ្យវាស្ថិតនៅក្នុងអត្ថិភាពលេខ1របស់ជីវិតយើងអូខេយើងចិត្តចប់ហើយណាខ្ញុំសូមលើកឧទាហរណ៍មួយទៀតឲ្យអ្នកទាំងអស់គ្នាស្ដាប់ជាពិសេសអ្នកដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលថារៀងពិបាកជុំវិញខ្លួនវាមានតែរឿងអ៊ូអាប់ហើយរកអត់ឃើញថាយើងចូលចិត្តអីឧទាហរណ៍នេះតាក់ទងជាមួយនឹងពពកហើយនឹងទឹកភ្លៀងទាំងអស់គ្នាប្រកាសជាធ្លាប់ដឹងហើយនៅពេលដែលមេឃជិតភ្លៀងពពកនឹងខ្មៅអ៊ូអាប់មានខ្យល់មានកូររន្ទះទៀតពេលខ្លះប៉ុន្តែទាំងអស់ហ្នឹងតាមពិតទៅវាគ្រាន់តែជាបាតុភូតដើម្បីឲ្យមេឃភ្លៀងទេដើម្បីឲ្យភ្លៀងធ្លាក់ទេហើយទឹកភ្លៀងនេះគឺជាធនធានដ៏មានតម្លៃដ៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅរបស់យើងប៉ុន្តែដើម្បីភ្លៀងបានពពកត្រូវតែផ្ទុកចំនួនទឹកឲ្យគ្រប់បរិមាណរបស់វាទៅវាអាចភ្លៀងបានអញ្ចឹងដូចគ្នាបើសិនបើជីវិតយើងវាអ៊ូអាប់ខ្លាំងវាមានតែរឿងអវិជ្ជមានវាមានតែសម្ពាធត្រូវចាំថាយើងប្រៀបដូចជាពពកខ្មៅដែលក្នុងខ្លួនយើងកំពុងតែផ្ទុកដំណក់ទឹកដ៏សំខាន់ហើយទ្រាំបន្តិចអត់ធ្មត់បន្តិចភ្លៀងវានឹងធ្លាក់មកហើយសម្រាប់ខ្ញុំនៅពេលដែលយើងប្រើប្រាស់សក្តានុពលរបស់ខ្លួនឯងឲ្យអស់ពីលទ្ធភាពវានឹងមានរូបរាងបែបនេះ
Bây giờ đầu tiên từng ngọc này nhom ọt mau không cùng đồng ụt an ấy thế nhom còn là chọn ai sạch rương bảo nhóm từ lực thực chất từ inspire này từng ngọc này miền rương chưa ra để dựng phơi ban bản thân mà dựng scoreสมรรถភាពខ្លួនឯងហើយប្រើប្រាស់សក្តានុពលរបស់ខ្លួនឯងឲ្យអស់ពីលទ្ធភាពរឿងខ្លះរឿងទាំងអស់នេះខ្ញុំសឹងឲ្យខ្ញុំខ្លួនឯងខ្ញុំអត់បានរំពឹងទុកផងថាខ្ញុំនឹងអាចធ្វើរឿងបានច្រើនដល់ថ្នាក់ហ្នឹងត្រឡប់មកវិញមានរឿងជាមួយប្រទេសថៃមួយរយៈក្រោយនេះគ្រប់គ្នាដឹងហើយឃើញហើយថាយើងអត់អាចរំពឹងឲ្យអ្នកផ្សេងមកជួយយើងបានទេយើងខ្លួនឯងដែលជាប្រជាជននេះជាពិសេសវ័យយើងនេះដែលយើងត្រូវលូតលាស់ត្រូវរីកចម្រើនត្រូវអភិវឌ្ឍខ្លួននេះអ្វីដែលយើងអាចជួយជាតិយើងបានខិតខំប្រឹងប្រែងរៀនសូត្រហើយធ្វើម៉េចចំណាយពេលវេលាភាពជាយុវវ័យរបស់យើងនឹងដើម្បីរៀនដើម្បីសិក្សាដើម្បីស្វែងយល់រកសមត្ថភាពរបស់ខ្លួនឯងហើយព្យាយាមទាញសក្តានុពលរបស់ខ្លួនឯងមកប្រើប្រាស់ឲ្យអស់ពីលទ្ធភាពព្រោះនៅពេលដែលអ្នកទាំងគ្នាស្គាល់ខ្លួនឯងប្រើប្រាស់សក្តានុពលរបស់ខ្លួនឯងឲ្យអស់ពីលទ្ធភាពទាំងអស់គ្នាមិនត្រឹមតែជួយខ្លួនឯងទេទាំងអស់គ្នាជួយដល់គ្រួសារជួយដល់សហគមន៍ហើយជួយដល់ប្រទេសជាតិយើងទៀតអញ្ចឹងត្រឡប់ទៅសំណួរយើងវិញសួរថាតើយើងពិតជាមានសក្តានុពលមែនអត់មានចាំឧទាហរណ៍មិញបានទេឧទាហរណ៍ដែលខ្ញុំថាក្របពូជហ្នឹងទាំងអស់គ្នាសុទ្ធតែមានក្របពូជហ្នឹងនៅក្នុងខ្លួនគ្រាន់ថាដើម្បីឲ្យក្របពូជហ្នឹងលូតលាស់បានទាំងអស់គ្នាត្រូវមានរឿង3ត្រូវមានសមត្ថភាពត្រូវមានការសម្រួចជំនាញរបស់យើងជាប្រចាំហើយជ្រើសរើសបរិស្ថាននៅក្នុងការរស់នៅធានាថាបរិស្ថានដែលយើងរស់នៅនេះជាបរិស្ថានដែលអំណោយផលសម្រាប់ការលូតលាស់របស់យើងរយៈពេលវែងអរគុណ